មានឈ្មោះថាអាហ្វាណាស៊ីអឺខ្ញុំឈ្មោះលីឆនពួកខ្ញុំបាននឹងថាពីប្រព័ន្ធកលនៅវិទ្យាល័យសម្រាប់បុរនិយមសន្តិតថ្ងៃនេះពួកខ្ញុំមានកិត្តិយសនិងមានសេចក្តីសមណរីករាយណាស់ដែលបានឡើងមកពន្យល់មេរៀនដល់អ្នកទាំងអស់គ្នាបានស្ដាប់ថ្ងៃនេះពួកខ្ញុំមកពន្យល់អំពីគុណនរោត្តមរដ្ឋចក្រភាពចំពោះនរោត្តទាំងមួយយើងបានសិក្សារឿងមកហើយអំពីនរោត្តមានចំនួនមួយគឺចាស់សថាតើនរោត្តគឺជាអ្វីហើយនរោត្តមានប្រមាណផ្នែកសំខាន់នរោត្តគឺជាកសិកម្មដែលដែលដកបរិយាកាសទៅប្រព័ន្ធនេសាទហើយនរោត្តយើងបានសិក្សារឿងមកហើយថានរោត្តមាន3ផ្នែកសំខាន់ទី1នោះគឺតាមត្រេកកសិកម្មនិងអក្សរមុននឹងឈានចូលទៅដល់ការបញ្យកសិក្សាបង្ហាញពីរូបរាងរបស់វាសំខាន់នេះគឺជារូបរាងរបស់តាមត្រេកដែលវាជាសរសៃឆ្មានេះគឺជារូបរាងរបស់កសិកម្មដែលមានតម្លៃខ្ពស់នេះគឺជារូបរាងរបស់អក្សរដែលឆ្លាតខ្ញុំសូមបញ្យល់អំពីរូបកុំផ្នែកសំខាន់របស់នរោត្តទី1នោះគឺតាមត្រេកជាសរសៃឆ្មាហើយក្រោយដែលបាច់ចេញពីតួកសិកម្មវាមានចំនួនច្រើនវាមាននទីកម្លាំងភាពរក្សាចេញពីមជ្ឈដ្ឋានឬនរោត្តផ្សេងទៀតចូលទៅក្នុងគុំកសិកម្មហើយនេះគឺជាទូកសិកម្មគឺជាកន្លែងដែលមានតុនវាយោនិងភាពកសិកម្មមួយចំនួនហើយនេះគឺជានវាយោដូច្នេះសូមបន្តឲ្យស៊ីដានជាអ្នកនិយាយបន្តអំពីនវាយោនេះឲ្យដើម្បីអ្នកទាំងអស់គ្នាបានស្គាល់ខ្ញុំសូមបន្តពីបានណាអំពីនវាយោនេះគឺជានវាយោតើអ្នកទាំងអស់គ្នាស្គាល់នវាយោដែរឬទេយើងធ្លាប់បានសិក្សារបស់กับវិទ្យាសាស្ត្រអំពីនវាយោគឺជាថង់ដែលមានទុកក្រម៉ូសូមហើយក្រម៉ូសូមគឺជាសរសៃឆ្មាស់ដែលស្ថិតនៅក្នុងនវាយោបន្ទាប់នេះខ្ញុំសូមបកលឲ្យលីថុនជាអ្នកបកប្រែបន្តបាទខ្ញុំសូមបន្តពីที่ដែលនិយាយពីអក្សរនិងស្ញាញ់អក្សរនេះគឺជាអក្សរគឺជាបន្លួយធំមួយហើយវែងដែលបែកចេញពីទូស្ញាញ់អក្សរនៅខាងចុងអក្សរមានស្ញាញ់អក្សរនេះឯងខ្ញុំសូមបញ្ចប់តែត្រឹមនេះអំពីរូបគុំនៃនរោត្តហើយបន្តឲ្យទៅប្រភេទផ្សេងនៃនរោត្តទៅសៀវមីជាអ្នកនិយាយបន្តពីប្រភេទផ្សេងនៃនរោត្តនេះជារូបទាំងអស់នៃនរោត្តនីមួយយើងបានសិក្សាមកហើយថាតើតើទៅនឹងការដឹកនាំគ្រប់ប្រសាទផ្សេងពីរំយោលទៅចែកនរោត្តជា3ក្រុមគឺនរោត្តចលករនរោត្តវិញ្ញាណនិងអន្តរានរោត្តទាំងអស់មានរូបរាងមិនដូចគ្នាតែប៉ុន្តែវាមានរូបគុំរួមមួយដូចគ្នាគឺដងត្រេតូកោសិកានិងអក្សរដែលពួកគាត់បានមកស្រាវជ្រាវមកហើយពីរូបគុំនៃនរោត្តនិងបំពេញអ្នកទៅដូចគ្នាគឺដឹកនាំព្រឹកប្រសាចេញពីរំញឹកគឺដឹកនាំអង្គព្រឹកប្រសាហើយអង្គព្រឹកប្រសាគឺជាព័ត៌មានដែលដឹកតាមនរោត្តបន្តមកខ្ញុំសូមបន្តឲ្យបន្ថែមជាអ្នកនិយាយពីនរោត្តវិញ្ញាណមុនបាទខ្ញុំសូមនិយាយបន្តពីសៀវមីមុននឹងចូលដល់ការនិយាយខ្ញុំសូមភ័ក្រអស់គ្នាបន្តិចតាមមកភ័ក្រអស់គ្នាស្គាល់នរោត្តវិញ្ញាណដែរទេនរោត្តវិញ្ញាណមានទីរបស់អង្គព្រឹកប្រសាទៅកាន់ខ្លួនទាំងក្នុងក្បាលវាចាប់យកអង្គព្រឹកប្រសាពីមជ្ឈដ្ឋានខាងក្នុងនិងខាងក្រៅសាពេងកាយនរោត្តវិញ្ញាណមានក្នុងសេរីរាង្គដូចជាភ្នែកច្រមុះស្បែកត្រជាខ្ញុំសូមបន្តជាឈីនិយាយបន្តខ្ញុំសូមឡងនរោត្តចលករពិចារដឹកនាំព័ត៌មានដែលធ្វើឲ្យសេចក្ដីនោះប្រពេញនូវសកម្មភាពខ្ញុំសូមបញ្ចប់តែត្រឹមនេះសូមឲ្យនីសាជាអ្នកនិយាយបន្តខ្ញុំសូមបន្តពីវិធីដើមត្រេននេះគឺជាដើមត្រេននេះគឺជាអក្សរនិងឡាយនេះជាទូកសិកាអន្តរនរោត្តមាននីតិចំនរោត្តវិញ្ញាណនិងនរោត្តចលករដែលជួយក្នុងការដឹកនាំព័ត៌មានរវាងនរោត្តទាំងពីរហើយនឹងអាចបញ្ជូនព័ត៌មានរវាងផ្នែកផ្សេងៗនៃខួរក្បាលវាមាននៅក្នុងខួរក្បាលនិងខួរចុងខ្នងការបញ្យល់របស់ក្រុមខ្ញុំក៏បានឈានចូលដល់ទីបញ្ចប់ជាចុងក្រោយនេះសូមអរគុណទៅដល់អ្នកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាដែលបានចំណាយពេលវេលាយ៉ាងមានតម្លៃស្ដាប់ពួកខ្ញុំបញ្យល់អំពីរូបគុំនរោត្តក៏ដូចជាប្រភេទផ្សេងៗនៃនរោត្តយ៉ាងយកចិត្តទុកដាក់តាំងពីដើមរហូតដល់ចប់បើមានកន្លែងណាខុសឆ្គងមានកម្លាំងឆ្គងឬខ្វះខាតអ្វីមួយសូមមិត្តភ័ក្តិទាំងអស់គ្នាជួយផ្ដល់ជាមតិយោបល់សម្រាប់ជាប្រយោជន៍ដើម្បីជួយការលំអផងដែរសូមអរគុណ